នេះខ្ញុំធ្វើដូចនេះចឹងបងណាបាទខ្ញុំទៅបង្កើតអាតបនបងមើលមេរៀនមុនណាពេលនៅក្នុងបង្កើតអាតបនហ្នឹងអូខេនេះដាក់ចេះមកចឹងណាអូខេខ្ញុំទាញវាគៀកចឹងបងដាក់វាប៉ុណ្្នេះមកអូខេណាប៉ុណ្ណឹងមកបានហើយអញ្ចឹងបន្តមកមួយទៀតយើងមើល background វាអីគេណា background វាអីbackground វាយើងមើលអានេះក្រហមអានេះលឿងអានេះក្រហមអញ្ចឹងខ្ញុំគូសមួយណាបងខ្ញុំគូសអានេះមកនេះគូសមកអូខេអញ្ចឹងពណ៌វាយើងលេខតាមហ្នឹងដូចគ្នាណាអូខេបន្តមកទៀតខ្ញុំគូមួយទៀតណាឬមួយក៏ copy អាហ្នឹងយកតែក៏បានដែរ control អក្សរ J មកណាហើយ control អក្សរ J ហើយយើងចាក់វាមកចាក់ពណ៌លឿងអីចឹងមកណាខ្ញុំទាញឲ្យលើមកណាអូខេប៉ុណ្ណឹងមកបានហើយយើងអត់មាន gradient ដើម្បីចាក់ដូចគេទេអានេះរូបរបស់គេបន្តមកទៀតយើងសរសេរអក្សរឬមួយក៏ធ្វើអានេះហើយតែម្ដងក៏បានដែរអញ្ចឹងមួយទៀតខ្ញុំ copy អានេះខ្ញុំ control J មកខ្ញុំលើកវាដាក់មកលើហើយខ្ញុំចាក់ពណ៌ដូចរបស់គេអញ្ចឹងណាខ្ញុំចាក់ពណ៌ដូចរបស់គេអញ្ចឹងគេបានអញ្ចឹងមកបន្ទាប់មកខ្ញុំយកឲ្យគេបង delete answer point to ណាបាទខ្ញុំចុចមករូបនេះមកលុបមួយតើណាហើយមួយនឹងដដែលខ្ញុំចុចលើក្រៅហើយចុចលើវាវិញចុច control J មួយទៀតហើយចុច control T មកស្ដាំយកពាក្យ flip vertical ហើយតើណាហើយខ្ញុំយក direct selection tool មកណាចុចលើវាចុច1 2ទាញមកដាក់ប្រមាណស្រេចចិត្តយើងអូខេណាឃើញទេប៉ុណ្ណឹងមកហើយចុចក្រៅមួយហើយទាញវាមកក្រោមវិញដាក់ឲ្យវានៅខាងក្រោមអូខេអញ្ចឹងធ្វើម៉េចបានអានេះអញ្ចឹងអានេះធ្វើម៉េចអានេះវាមានស្រមោលបន្តិចណាស្រមោលយើងដាក់ចូលឲ្យនេះមកដាក់ shadow មកពុបឃើញទេនេះ shadow មកចេញមកអូខេអញ្ចឹង shadow យើងអាចតម្លើងវាឲ្យបានអញ្ចឹងនៅក្នុងនេះយើងដាក់មូលដាក់ឲ្យស្រេចចិត្តយើងណាចង់ដាក់មួយណាស្រេចចិត្តយើងណាអូខេខ្ញុំដាក់ប៉ុណ្ណឹងទៅហើយវាចេញប៉ុណ្ណឹងចុះហើយអានេះដូចគ្នាមួយក្រោមឯដូចគ្នាណាយើងដាក់វា shadow អញ្ចឹងដូចគ្នាមកដាក់ drop shadow មកទៅបន្តិចបានដូចគ្នាអូខេណាហើយចង់ឡើងភ្លឺនេះធ្វើមិនបានភ្លឺណាភ្លឺដែលខ្ញុំនិយាយមិញអូខេអញ្ចឹងយើងបង្កើត layer មួយដាក់ពីខាងលើវាណាហើយខ្ញុំយក brush ណាខ្ញុំយក brush tool ហើយខ្ញុំយកកន្លែងនេះយកអីបងsoft round បន្ទាប់ពីយក soft round ហើយកន្លែងខាងលើខ្ញុំយកពណ៌អីនេះខ្ញុំយកពណ៌អីពណ៌រាងភ្លឺអញ្ចឹងទៅទៀតយកពណ៌ភ្លឺអញ្ចឹងមកហើយតើណាហើយខ្ញុំព្រាយវាធំតិចទៅខ្ញុំចាក់លើវាពុបនេះឃើញទេហើយហ្នឹងយើងតោងវាបានណាបងបាទយើងតោងឲ្យវាវាចតោងឲ្យវាត្រង់បានទាំងអស់ណាអូខេតោងមកតោះណាបងនៅពេលហ្នឹងយើងធ្វើមិនទៀតខ្ញុំអត់បាច់ធ្វើអីទេខ្ញុំបន្ថយ opacity ទៅតាមចិត្តដែលខ្ញុំស្រឡាញ់អូខេចង់ដាក់ម៉េចយើងដាក់អានមួយហើយយើងចង់ដាក់អាហ្នឹងវា stir ឬវាធំពេកអីចឹងឃើញទេបានតិចតិចស្រេចយើង copy វាមក2 3ឃើញណាចង់ដាក់វារៀងមិនវាធ្វើអញ្ចឹងដូចអូខេអញ្ចឹងស្រេចយើងដាក់ទេហើយពលឺធ្ងន់ឬស្រាលវាស្ថិតនៅលើយើងជាអ្នកកំណត់តើណាបងបាទយើងជាអ្នកកំណត់ពលឺឲ្យវាទេតើណាបងប៉ុណ្ណឹងហើយទៅសេតែអសដាក់មកចាប់អត់មានអីច្រើនអញ្ចឹងអ្វី